ខ្ញុំមានជីវិតជាកូនអ្នកស្រីរស់នៅបែបណាក៏សប្បាយមិនចង់ទៅក្រំឃើញតែសំណាងសំឡេងរំខានចិត្តនឿយណាយរងនៅទីនេះក៏សាំងជីវិតជាកសិករក៏សប្បាយមិនចង់ទៅឆ្ងាយចោលពុកចោលម៉ែចោលស្រែចំការឡើយរូបខ្ញុំកើតមកជាកូនអ្នកក្ររឿងលុយគឺសំខាន់មិត្តភក្តិស្នេហ៍មានពី3នាក់រាប់អានគ្នារាប់ឆ្នាំសំលេបំពេញក៏មិនល្អក្អែលកាន់ក៏ស្រឡាញ់មានមួយកុំភ្លេចតែដើរអួតគេរាប់ខែរាប់ឆ្នាំជាមួយមិត្តភក្តិដែលលេង2នាក់ឲ្យតែពេលដែលទំនេររៀនមិនបានខ្ពង់ត្រឹមទី12ប្រឡងបាក់ដប់ក៏ជាប់ដែរមិនចង់ធ្វើការខ្ញុំចង់រកស៊ីបំបីគុំនិតគ្រប់វេលាប៉ុន្តែគេថារូបខ្ញុំរៀនចប់បែរជាដើរពីលីយ៉ាងណាមិនអីត្រឹមពីសំដីរូបខ្ញុំក៏ចង់ជោគជ័យដែរចង់មានលុយចាយចង់ស្គាល់ដុល្លារចង់មានវេលាជួយពុកម៉ែពាក្យលើកទឹកចិត្តបណ្ដុះគំនិតចង់មានជីវិតដែលដូចគេមិនចង់លំបាកដោយការពីមុនលើផ្លូវជីវិតដែលពួកយើងឆ្លងធ្វើយ៉ាងណាគួរធ្វើបែបណាពេលខ្លាំងហត់នឿយលេងចង់ទៅមុខមិនចង់ទៅវិញអារម្មណ៍ការទុកព្រោះតែគេថាក៏ចង់ជោគជ័យខំប្រឹងកែច្នៃបណ្ដុះគំនិតឆ្ពោះទៅរកក្តីស្រមៃខ្លួនយើងយើងខំប្រឹងធ្វើទៅមិនអត់ប្រយោជន៍នោះទេថ្ងៃមួយមកដល់វានឹងហត់ផលជាផ្លែជាការដូចឯងដូចគេចេះតែគិតមិនដឹងពេលណានោះទេគិតតែម្នាក់ឯងនិយាយម្នាក់ឯងគ្រប់ពេលជីវិតសប្បាយមិនចង់ឃ្លាតឆ្ងាយមិនចង់រស់នៅការຕົកចង់នៅស្រណុកមានតាំងពីក្មេងតើគួរធ្វើយ៉ាងណាទៅតើគួរធ្វើបែបណាទៅចង់មានជីវិតមួយដែលមានអ្វីគ្រប់យ៉ាងជីវិតលំបាកមិនងាយស្រួលដូចជាក្នុងរឿងកុនទេខំប្រឹងរាល់ថ្ងៃមិនហ៊ានបងអងព្រោះខ្លាចតែដើរមិនទាន់គេនៅត្រង់នោះយើងនៅត្រង់ណាសួរខ្លួនឯងក្រុមពេលបើសិនបន្តនៅតែបែបនេះតើអាចទាន់គេទេជីវិតជាកូនអ្នកស្រីរស់នៅបែបណាក៏សប្បាយមិនចង់ទៅក្រំឃើញតែសំណាងសំឡេងរំខានចិត្តនឿយណាយរងនៅទីនេះក៏សាំងជីវិតជាកសិករក៏សប្បាយមិនចង់ទៅឆ្ងាយចោលពុកចោលម៉ែចោលស្រែចំការឡើយរូបខ្ញុំកើតមកជាកូនអ្នកក្ររឿងលុយគឺសំខាន់មិត្តភក្តិស្នេហ៍មានពី3នាក់រាប់អានគ្នារាប់ឆ្នាំ